អ្នកម៉ាក់ប្រហែលតែបន្តិចងាកមកមើលកូនរបស់គាត់វិញឃើញមានដល់ទៅ2រំពេចនោះគាត់បានកត់សម្គាល់ឃើញថាកូនស្រីពិតប្រាកដរបស់គាត់មានតែម្នាក់ប៉ុណ្ណោះក្មេងស្រីអេនិយាយថាម៉ាក់នាងម្នាក់នឹងទើបតែចេញពីសមុទ្រមកទេពួកយើងនៅឲ្យឆ្ងាយពីនាងទៅក្មេងស្រីឌីនិយាយថានាងកំពុងតែខ្លាចបន្លំធ្វើដូចជាកូនគ្រប់យ៉ាងវាពិតជាគ្រោះថ្នាក់ណាស់ម៉ាក់ឆាប់នាំកូនចេញឲ្យឆ្ងាយទៅមិនអ្នកសិបងទេចូលប្រើបញ្ញាដ៏ឈ្លាសវៃរបស់អ្នកដើម្បីកំណត់អត្តសញ្ញាណកូនស្រីខ្លាំងៗចម្លើយក្មេងស្រីឌីគឺជាមនុស្សគ្រប់កាយប្រសិនបើអ្នកសង្កេតមើលស្នាមដានជើងនៅខាងក្រោយយើងឲ្យបានច្បាស់ទៅអ្នកនឹងឃើញដានជើងនោះមានរូបរាងចម្លែកមិនមែនជាដានជើងរបស់មនុស្សឡើយផ្ទុយទៅវិញក្មេងស្រីអេមានដានជើងដូចមនុស្សធម្មតាដូចនេះគេជាកូនស្រីពិតប្រាកដ